Chancy Jensen บอดแบนตามចិត្តសាស្ត្ររបស់ពុកឥឡូវនេះពុកដេកមិនលក់បក់មិនហើយក្រាញ់រូងបានស្បាយចាប់ Chancy បញ្ជូនទៅប្រទេសចិនស្មានថាខ្លួនឯងធ្វើនេះគេកោតសរថាខ្លួនឯងជាមនុស្សប៉ិនប្រសពផ្ទុយទៅវិញខ្លួនទេតាកំពុងតែបង្ហាញផោតាំងកាន់តែច្បាស់នៅលើឆាកអន្តរជាតិដែលលោកត្រាំចង់បាន Jensen មិនអាចរួចខ្លួនពីសំណាញ់ច្បាប់លើឆាកអន្តរជាតិនោះទេ FBI គេមកដល់ប្រទេសដល់កន្លែងហុំព័ទ្ធរក Chancy ប៉ុន្តែ Jensen បានលាក់បំពួនបាត់បង់រឿងអាស្រូវទាំងឡាយទាំងអស់ទើបតែ3ខែក្រោយមក Jensen ទម្លាយនឹងបញ្ជូន Chancy ទៅឲ្យប្រទេសចិនដើម្បីបន្តចងមិត្តភាពជាមួយភាគីចិនស្មានតែគេមិនដឹងគេមិនភ្លើនោះទេចិនជាតិស្បែកសស៊ីនំប៉័ងវាមិនល្ងងខ្លៅដូចយើងស៊ីបាយនោះទេលោកហ៊ុនសែនចុងទីបំផុតវាន់កខ្លួនឯងជាប់ទោសទណ្ឌអក្រិតកម្មឆបបោកអនឡាញដោយសារ Chancy ដូចគ្នាពីព្រោះខ្លួនឯងទទួលកម្រៃប្រាក់ពី Chancy ច្រើនដកច្រើនសន្ធឹកសន្ធាប់លោះហើយ Jensen មិនអាចរួចខ្លួនទេប្រិមិត្តចាំមើលបន្តទៅទៀត Jensen រួចខ្លួនឬក៏អត់បើ Jensen ជាប់ទោសទណ្ឌខ្ញុំនឹងអាំងជៀមខ្ញុំនឹងផឹកស៊ី3យប់3ថ្ងៃចាក់ក្រាគេរំទើភ្លឺបងប្អូនកុំដល់ខ្ញុំបានទេបើបានមេដៃបន្តឲ្យលោក Jensen បានដឹងផង